สบายปีนี้ចំណុចសំខាន់ក្នុងវប្បធម៌ការស្លៀកពាក់ស្ត្រីខ្មែរនាសម័យបុរាណពីនាស្បៃជាលក្ខណៈការស្លៀកពាក់ផ្លូវការរបស់ស្ត្រីខ្មែរនាសម័យបុរាណការពីនាស្បៃនេះរាប់ថាជាទំនៀមមានសារៈសំខាន់បំផុតនៅក្នុងការស្លៀកពាក់របស់ស្ត្រីខ្មែរសម័យនោះក៏រាប់ថាបានដោយស្ត្រីទាំងឡាយចាប់តាំងពីប្រជារាស្ត្រសាមញ្ញរហូតដល់វណ្ណៈក្សត្រត្រូវតែពីនាស្បៃទៅតាមលទ្ធភាពឋានៈរបស់ខ្លួននៅពេលដែលពួកគេត្រូវស្លៀកពាក់ចូលរួមកម្មវិធីសំខាន់ចេញដំណើរមកក្រៅប្រទេសឬទៅកាន់ទីវត្តអារាមជាដើមនៅសម័យនោះគេច្រើនហៅការពីនាស្បៃថាពីនាតាតច្រើនប្រើជាគូជាមួយនឹងសម្ពត់សារបាប់ឬសម្ពត់ចងក្បិនក៏មានស្បៃតាតជាស្បៃមួយប្រភេទដែលគេត្បាញដោយសរសៃសូត្រលាយជាមួយនឹងសរសៃមាសស្ពាន់ឬប្រាក់ដែលភាគច្រើនជាផលិតផលរបស់ឥណ្ឌាឬក្រុមប្រទេសភូមិសមុទ្រពាក់ជាដើមលុះជំនេរតមកគេច្រើននិយមប្រើប្រាស់ស្បៃប៉ាក់ឬស្បៃដិនវិញដែលនៅក្នុងរាជស័ព្ទច្រើនហៅថាព្រះសុពណ៌ដោយឡែកប្រជារាស្ត្រដែលមិនមានធនធានប្រើប្រាស់ស្បៃតាតឬស្បៃប៉ាក់បានគេតែងប្រើប្រាស់ស្បៃសម្ពត់ដែលមានកាត់ពីសូត្រហូលឬសម្ពត់គ្រប់ប្រភេទផ្សេងទៅតាមលទ្ធភាពដែលពួកគេរកបាននេះដោយយោងទៅតាមប្រភពទំព័របុរាណអាចារ្យតាមប្រពុតអដែលបានឲ្យដឹងបន្ថែមថាការពីនាតាតពីនាសុពណ៌ភាគច្រើនរបស់ស្ត្រីសម័យបុរាណរាប់ថាជារបៀបរបបស្លៀកពាក់ខ្ពង់ខ្ពស់ថ្លៃថ្នូរបំផុតមួយ